ការកសាងអនាគតហិរញ្ញវត្ថុរបស់អ្នកមុនពេលអ្នកបញ្ចប់ការសិក្សាគេតែងតែប្រាប់យើងឲ្យខំរៀនដើម្បីឲ្យទទួលបាននិទ្ទេសល្អហើយថ្ងៃក្រោយអាចរកការងារល្អធ្វើបាននិងរកលុយបានច្រើនប៉ុន្តែមិនដែលមាននរណាម្នាក់បង្រៀនយើងថាតើត្រូវធ្វើអ្វីខ្លះនៅពេលដែលយើងមានលុយនោះទេយើងភាកច្រើនធំនឹងក្តីឡើងជាមួយផ្នត់គំនិតអ្នកប្រើប្រាស់ឲ្យតែមានលុយភ្លាមយើងគិតតែពីអ្វីដែលយើងចង់ទិញភ្លាមយើងឃើញជីវិតដ៏ស៊ីវិល័យរបស់អ្នកល្បីល្បាញហើយយើងគិតថាវាគឺជាគោលដៅប៉ុន្តែការពិតភាពមានបានមិនមែនអាស្រ័យលើអ្វីដែលអ្នកទិញនោះទេប៉ុន្តែវាអាស្រ័យលើអ្វីដែលអ្នកសល់វាដល់ពេលដែលអ្នកត្រូវឈប់ធ្វើការដើម្បីលុយហើយចាប់ផ្ដើមរៀនពីរបៀបធ្វើឲ្យលុយធ្វើការឲ្យអ្នកវិញការលំបាកសម្រាប់យុវជនជំនាន់ក្រោយគឺអន្ទាក់នៃភាពរីករាយភ្លាមៗយើងរស់នៅក្នុងពិភពលោកដែលងាយស្រួលក្នុងការទិញទំនិញតាមអនឡាញយើងមានសម្ពាធក្នុងការធ្វើឲ្យខ្លួនឯងមើលទៅហាក់ដូចជាជោគជ័យទាំងដែលការពិតមិនទាន់ដល់កម្រិតនោះរឿងនេះនាំឲ្យមានវដ្តនៃការចាយវាយអស់ពីកាបូបទោះបីជាស្ថិតក្នុងវ័យក្មេងក៏ដោយអ្នកមានអារម្មណ៍ថាខ្លួនឯងនៅក្មេងពេកក្នុងការសន្សំឬគ្មានលុយគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមវិនិយោគអ្នកគិតថាចាំអាយុ30សឹមបារម្ភពីរឿងលុយប៉ុន្តែដល់ពេលនោះអ្នកបានបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលអ្នកមាននាពេលនេះបាត់ទៅហើយនោះគឺពេលវេលាការលំបាកមិនមែនស្ថិតលើចំណូលរបស់អ្នកទេប៉ុន្តែវាស្ថិតលើទម្លាប់របស់អ្នកនេះគឺជាចំណុចរបត់របស់អ្នកសេរីភាពហិរញ្ញវត្ថុគឺជាជំនាញមួយវាមិនមែនជាអាថ៌កំបាំងនោះទេវាចាប់ផ្ដើមនៅខណៈពេលដែលអ្នកសម្រេចចិត្តក្លាយជាម្ចាស់ទ្រព្យជំនួសឲ្យការធ្វើជាអ្នកប្រើប្រាស់តែម្យ៉ាងចំណុចរបត់កើតឡើងនៅពេលអ្នកដឹងថារាល់លុយដែលអ្នកសន្សំគឺជាកងទ័ពដែលអាចធ្វើការសម្រាប់អនាគតរបស់អ្នកមិនត្រូវការលុយរាប់លានដើម្បីចាប់ផ្ដើមនោះទេអ្នកគ្រាន់តែត្រូវការការផ្លាស់ប្ដូរផ្នត់គំនិតប៉ុណ្ណោះគោលដៅមិនមែនធ្វើឲ្យមើលទៅដូចជាអ្នកមាននោះទេប៉ុន្តែគោលដៅគឺត្រូវក្លាយជាអ្នកមានពិតប្រាកដខណៈពេលដែលអ្នកចាប់ផ្ដើមឲ្យតម្លៃលើសុវត្ថិភាពអនាគតលើសពីចំណង់បច្ចុប្បន្ននោះអ្នកបានបោះជំហានដំបូងទៅកាន់សេរីភាពហិរញ្ញវត្ថុរួចហើយតើយើងកសាងផ្នត់គំនិតនេះដោយរបៀបណាទី1ច្បាប់ 10% ទោះបីជាអ្នកមានលុយតិចតួចក៏ដោយសូមសន្សំ 10% នៃរាល់ចំណូលដែលអ្នកទទួលបានវាមិនមែនស្ថិតលើចំនួនលុយទេប៉ុន្តែវាស្ថិតលើវិន័យទី2ការបែងចែករវាងតម្រូវការនិងចំណង់មុននឹងទិញអ្វីមួយសូមសួរខ្លួនឯងថាតើរបស់នេះនឹងធ្វើឲ្យខ្ញុំប្រសើរឡើងក្នុងរយៈពេល1ឆ្នាំទៀតឬគ្រាន់តែធ្វើឲ្យខ្ញុំសប្បាយចិត្តមួយផ្លែតទី3វិនិយោគលើចំណេះដឹងការវិនិយោគដ៏ល្អបំផុតក្នុងវ័យរបស់អ្នកគឺការវិនិយោគលើខ្លួនឯងរៀនជំនាញដែលមានតម្លៃខ្ពស់អានសៀវភៅផ្នែកហិរញ្ញវត្ថុខួរក្បាលរបស់អ្នកគឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតការស្ថិតក្នុងវ័យក្មេងគឺជាគុណសម្បត្តិដ៏អស្ចារ្យបំផុតរបស់អ្នកចាប់ផ្ដើមឥឡូវនេះហើយទុកពេលវេលាបង្ហាញពីអភូតហេតុរបស់វាប្រសិនបើអ្នកបដិញ្ញាកសាងទ្រព្យសម្បត្តិនិងអនាគតរបស់អ្នកចាប់ពីថ្ងៃនេះសូមបញ្ចេញមតិពាក្យថា Owner នៅខាងក្រោមតោះយើងលើកទឹកចិត្តយុវជនជំនាន់ក្រោយឲ្យក្លាយជាអ្នកដឹកនាំដែលឆ្លាតវៃផ្នែកហិរញ្ញវត្ថុខ្លួនឯងនាពេលអនាគតនឹងអរគុណអ្នកចំពោះការលះបង់ដែលអ្នកបានធ្វើនៅថ្ងៃនេះខ្ញុំគឺផ្កាស្លា TV
ហើយចំណុចរបស់អ្នកចាប់ផ្ដើមពីប្រាក់រៀលដំបូងដែលអ្នកបានសន្សំ